Veneer ឬ Melamine តើទ្វារឈើទាំងពីរប្រភេទនេះខុសគ្នាយ៉ាងណាហើយតើផ្ទះប្រភេទណាដែលស័ក្តិសមនឹងគេជាទូទៅប្រភេទទាំងពីរគឺជាទ្វារឈើឧស្សាហកម្មកែច្នៃនិងផលិតដែលស័ក្តិសមសម្រាប់ការងារស្ថាបត្យកម្មជាច្រើនជាមួយនឹងការអនុវត្តខ្ពស់ណាស់ទោះជាយ៉ាងណាក៏ដោយនៅពេលដែលអ្នកសិក្សាដោយប្រុងប្រយ័ត្នអ្នកនឹងឃើញថាទ្វារទាំងពីរប្រភេទនេះមានភាពខុសគ្នាច្រើននៅក្នុងលក្ខខណ្ឌនៃសោភ័ណភាព Veneer គឺជាគ្រាប់ឈើធម្មជាតិបង្កើតភាពទន់ភ្លន់ផ្ទុយទៅវិញ Melamine គឺជាគ្រាប់ឈើសិប្បនិម្មិតដូច្នេះវាខ្វះភាពពិសេសនៅក្នុងស្ថាបត្យកម្មភាពធន់នៃទ្វារឈើ Melamine គឺខ្ពស់ជាងព្រោះវាត្រូវបានផលិតដោយបច្ចេកវិទ្យាប្លាស្ទិករឹងដូច្នេះពួកវាពិបាកនឹងបំផ្លាញណាស់ទ្វារឈើ Veneer នឹងត្រូវបានគ្របដោយស្រទាប់ភាពការពារនៅលើកម្ពស់ប្រសិនបើមានផលប៉ះពាល់វានឹងត្រូវបានខូចខាតបន្តិចទ្វារឈើឧស្សាហកម្ម Veneer មានភាពធន់ទ្រាំនិងសំណើមល្អប្រសើរជាងមុនដូច្នេះមិនចាំបាច់កោបបិទកែនទេទោះយ៉ាងណាក៏ដោយប្រសិនបើទ្វារមានផ្សិតវាមិនអាចជួសជុលឡើងវិញបានទេខណៈដែលទ្វារឈើ Melamine នឹងមិនត្រូវបានខូចខាតឡើយនៅក្នុងលក្ខខណ្ឌនៃភាពបត់បែនទ្វារឈើ Veneer អាចត្រូវបានរចនាឡើងនៅក្នុងរចនាប័ទ្មនិងខ្សែកងជាច្រើនផ្ទុយទៅវិញទ្វារឈើឧស្សាហកម្ម Melamine មិនអាចធ្វើបានទេប្រសិនបើអ្នកផ្ដោតលើសោភ័ណភាពអ្នកអាចពិចារណាទ្វារដែលស្របដោយ Veneer ប្រសិនបើអ្នកចង់សន្សំកាន់តែច្រើននិងមានភាពធន់អ្នកអាចជ្រើសរើសទ្វារដែលស្របដោយជាតិ Melamine តាក់ទងក្រុមប្រឹក្សារបស់ Segundo ជាបន្ទាន់សម្រាប់ការគ្រប់គ្រងលម្អិតបន្ថែម